បាទសួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូទី2អញ្ចឹងយើងទៅសេកូដកខកខងជាមួយគ្នាទៀតបាទតោះអញ្ចឹងអ្នកទាំងអស់គ្នាដែលអត់ទាន់មើលវីដេអូទី1សូមទៅមើលវីដេអូទី1សិនបាទអញ្ចឹងទើបយើងបន្តមកវីដេអូទី2បាទអញ្ចឹងវីដេអូនេះសម្រាប់អ្នកដែលអត់ចេះអីតែម្ដងបាទប៉ុន្តែស្រឡាញ់កូដបាទអញ្ចឹងយើងទៅសេកខកខងបន្ទាប់ទៀតទៅមុខទៅគឺគាត់ប្រើ IDE ទៅគឺគាត់មានភាពងាយស្រួលបាទដោយសារគាត់ធ្លាប់ទៅសេពីអបបាក់ទៅបាទអញ្ចឹងបន្តពីវីដេអូមុនយើងធ្វើដល់ចំណុចហ្នឹងបាទអញ្ចឹងយើងបានចេះអំពី head អំពី text អីទាំងអស់ហើយបាទយើងប្រើមាន a text p text អីអញ្ចឹងហ្នឹងបាទមាន br ចុះបន្ទាត់អីជាដើមតោះអញ្ចឹងយើងដឹងហើយថាយើងទៅសេកូដនៅក្នុង body តោះថ្ងៃនេះយើងរៀនអំពីការធ្វើ style ម្ដងបាទអញ្ចឹងឥឡូវហ្នឹងកូដរបស់យើងបន្តពីវីដេអូមុនបាទយើងរានសាក់មើលនេះបាទយើងរានទៅបាទវាចេញពណ៌ខ្មៅបែបហ្នឹងតែឥឡូវយើងចង់ធ្វើម៉េចនេះចង់ឲ្យពណ៌ Hello World ទី1នេះវាមានពណ៌អីផ្សេងយើងធ្វើម៉េចបាទអញ្ចឹងថ្ងៃនេះគឺយើងប្រើអំពី style បាទអញ្ចឹងដើម្បីទៅសេ style បានអ្នកទាំងអស់គ្នានេះទៅសេកន្លែងនេះបាទកន្លែងបន្ទាប់ពី text របស់គេហ្នឹងទៅសេបន្ទាប់ទៀតអ្នកទាំងអស់គ្នាដក clear មួយមកបាទអ្នកទាំងអស់គ្នាទៅសេពាក្យថា style បាទពាក្យអង់គ្លេសយើងហ្នឹងណាបាទទៅសេពាក្យ style មកបន្ទាប់ទៀតស្មើឲ្យ double quote នេះទៅសេ double quote 2ដងហើយមកចន្លោះកណ្ដាលមកបាទបន្ទាប់ទៀតអ្នកទាំងអស់គ្នាទៅសេពាក្យ color អញ្ចឹងពាក្យ color នេះជាពាក្យអង់គ្លេសទេពាក្យ color ចុច2អ្នកគ្នាចង់បាន color អីបាទចង់បាន color ពណ៌ខៀវអ្នកគ្នាទៅសេពាក្យ blue បន្ទាប់ទៀតយើងបិទsemi column បាទបិទ semi column មកហើយយើងចុច save មកបាទចុច save ហើយយើងទៅ refresh មកអញ្ចឹងវាបានពណ៌ខៀវបាទអញ្ចឹងភាសាកូដគឺជាភាសាអង់គ្លេសទេបាទអញ្ចឹងអ្នកនរគ្នាចេះអង់គ្លេសទៅគឺងាយស្រួលក្នុងការរៀនហើយបាទអញ្ចឹងអាហ្នឹងគេហៅថា style បាទយើងគ្រាន់តែទៅសេក្នុង text ណាមួយមកបាទឥឡូវខ្ញុំទៅសេ p text មួយបាទអញ្ចឹងយើងទៅសេបើក p text មួយមកបន្ទាប់ទៀតយើងត្រូវបិទបាទអញ្ចឹងក្នុងកូដខ្ញុំប្រាប់អ្នកនរគ្នាត្រូវទៅសេបើកបិទបាទបើកបិទហើយយើងទៅសេបាទនៅកន្លែងកណ្ដាលនេះបាទយើងទៅសេបញ្ចូលអក្សរនៅកន្លែងកណ្ដាលហ្នឹងបាទអញ្ចឹងខ្ញុំទៅសេមកwebsite បាទខ្ញុំទៅសេពាក្យ website មួយខ្ញុំចុច Ctrl S បាទខ្ញុំទៅកាន់ browser ខ្ញុំរានវានេះអញ្ចឹងវាចេញ website អញ្ចឹងដូចអាមុនដែរយើងចង់បាន color អីបាទយើងទៅសេកូដនៅកន្លែងនេះយើងដាក់ cursor នៅកន្លែងហ្នឹងដក clear មកបាទទៅសេ style បន្ទាប់មកទៀតអ្នកគ្នាទៅសេស្មើបាទdouble quote បាទ2ដងមកណាហើយដាក់ cursor នៅកណ្ដាលមកបន្ទាប់ទៀតយើងទៅសេអីគេ color បាទពីអង់គ្លេស color ចុច2 color ចង់បាន color ពណ៌អីបាទអញ្ចឹងអ្នកគ្នាចេះពីអង់គ្លេសមកត្រូវហើយអញ្ចឹងចង់បានពណ៌ក្រហម red ចង់បានពណ៌ក្រហមហើយខ្ញុំបិទ semi column បាទត្រូវបិទ semi column ផងណាចុចបាទ Ctrl S ដើម្បី save យើងទៅកាន់ web browser យើង refresh មួយមកនេះវាបានពណ៌ក្រហមបាទពណ៌ក្រហមអាហ្នឹង style បែបហ្នឹងបាទឥឡូវយើងសាកឲ្យមួយទៀតចង់ឲ្យវាដិតច្បាស់អញ្ចឹងយើងប្រើ bold បាទអញ្ចឹង bold អ្នកគ្នានេះចង់ឲ្យអក្សរ website ហ្នឹងវាដិតច្បាស់ជាងហ្នឹងបាទវាដិតច្បាស់ហ่ะអញ្ចឹងអ្នកគ្នាទៅសេបាទបើកវាមក B បាទបិទវាវិញនេះបិទវាវិញមកបិទ B មកហើយអ្នកគ្នាកាត់អាពាក្យហ្នឹងមកបាទ copy ឬក៏ Ctrl X មកយកមកដាក់នៅចន្លោះនេះវិញបាទដើម្បីឲ្យវាក្តោបអញ្ចឹងមានន័យថាពីមុនយើងអត់មាន bold ឡើងទេ B ហ្នឹងមកពាក្យថា bold បាទ style bold គឺឲ្យអក្សរដិតច្បាស់ដិតក្រាស់បាទអញ្ចឹងដើម្បីឲ្យអក្សរដិតច្បាស់យើងត្រូវក្តោបដោយ bold ហ្នឹងបាទអញ្ចឹងយើង refresh មួយមកបាទខ្ញុំ refresh មួយមកបាទអញ្ចឹងអ្នកនរគ្នាឃើញណាបាទនេះនៅពេលដែលយើងអត់ប្រើ bold បាទអត់ប្រើ bold វាចេញបែបហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំដាក់ bold វិញខ្ញុំ Ctrl Z មកវិញដាក់ bold វិញហើយខ្ញុំចុច Ctrl S បាទឥឡូវយើងមើលពីភាពខុសគ្នានេះយើងអត់ទាន់ប្រើ bold ទេបាទវានៅធម្មតានៅពេលដែលយើងប្រើ bold យើង refresh មកនេះឃើញវាដិតក្រាស់ជាងមុនអត់អាហ្នឹងគឺបែបហ្នឹងបាទតោះឥឡូវពាក់ព័ន្ធជាមួយនឹង font size បាទ font size ម្ដងឥឡូវខ្ញុំ zoom browser ឲ្យវានៅកណ្ដាលសិនអញ្ចឹង font size យើងប៉ុណ្ណឹង
bà lấy dương trong ban font size của màn và style cái này ní dương cài lần vĩnh trong cài vĩnh trong opera color thế tỏ tỏ lấy bà lục cho tem đó và website của dưới nơi tiệm website để đá tỏ chứng này tiệm website khang khổ này ta lấy dương đạo font size mới tùm home font bà chứng dương opera style nơi không thể nên có bán dương từ xây nè p.clear máu dương từ xây tiệm thá style và tô mà tiết smile máu hay double quote đấy dương từ xây cái font và font size xây font mùi máu dash size chẳng thì xây bạn đang hay cho pi máu bà không font size cái miền khăn bị cất tràn mà miền pixel miền ấy chẳng tới bà font size lấy nhưng chọn ban học sub pixel trong từ xây máu lại nữa từ xây lịch học sub màu từ xây lịch học sub sorry chăm tịnh đã cursor ở trâu sân này ta control set ở chăm tịnh trong đã browse cursor bị atre cái lại toàn trái bình và trong do cái lại nắng trong lột tầng óc trong ba double quote trong và control set ta chạm tính ở cái này nó đi về load highlight hoặc trong đã cursor bị khó và font size và chọn phí bị đặt double quote tỏ chân font size và dân trong bàn màn và font size và trong trong bàn học sập anh chẳng tới I'm sorry bạn double quote phí giặt mấy bật tổ một tiết bật phí chẳng tí á bật phí và trên cái lại nếu như ta sẽ bịa thá website vô notepad màu bạch code vào dương chứ đó